នេះគឺជារថយន្ត Ford SUV ទើបតែចេញថ្មីដែលលោកអ្នកប្រហែលជាមិនទាន់បានស្គាល់នៅឡើយទេតោះមកមើលដើម្បីដឹងពីរថយន្តនេះទាំងអស់គ្នានេះគឺជារថយន្ត Ford HL ម៉ូដែលថ្មីឆ្នាំថ្មី2026តែម្ដងរថយន្តនេះមានរូបរាងធំប្រវែងវែងដល់ទៅ5ម៉ែត្រទទឹង 2.18 ម៉ែត្រនិងកម្ពស់ 1.7 ម៉ែត្រជាពិសេសសម្រាប់ការរចនាផ្នែកខាងមុខមើលទៅផ្ដល់នូវភាពថ្លៃថ្នូរនិងភាពស្ពណ៌ជាមួយគ្នាហើយមានចង្គៀងមុខក្រោយជាប្រភេទ LED និងមានភាពដាច់ពីគ្នាចំណែកយ៉ានទំហំធំដល់ទៅ20អ៊ីងអ្វីដែលប្លែកនោះសម្រាប់ម៉ូដែលថ្មីនេះគឺទៅលើដៃទ្វារជាប្រភេទ flash handle ដែលលឹបនិងលានស្វ័យប្រវត្តិនៅពេលប្រើប្រាស់ដើម្បីបិទនិងបើកទ្វាររថយន្តនេះក៏មានសភាពធំទូលាយនិងទំនើបនៅផ្នែកខាងក្នុងដែលផ្ដល់នូវផាសុកភាពនិងភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់អ្នកបើកបរនិងអ្នករួមដំណើរផងដែរកៅអីខាងក្នុងត្រូវបានទំរៀបជាទម្រង់2-3ជាមួយកៅអីអូតូទាំង4សម្រាប់ជួរទី1និងជួរទី2ដែលធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួលនៅខាងក្នុងនេះក៏មានមុខងារទំនើបជាច្រើនដូចជាអេក្រង់ infotainment ទំហំដល់ទៅ 13.2 អ៊ីងមានមុខងារសាកថ្មទូរស័ព្ទឥតខ្សែមានមុខងារបើកដំបូលមាន bass speaker ចំនួនដល់ទៅ12គ្រាប់និងប្រើប្រាស់ចង្កឹះលេខជាប្រភេទ electronic e-shifter ផងដែរចំណុចពិសេសធំបំផុតសម្រាប់រថយន្តនេះគឺម៉ាស៊ីនសាំង hybrid ចំនួនថ្មីរបស់ Ford ដែលប្រើប្រាស់ជាមួយនឹងម៉ាស៊ីនកម្លាំង 2.0 លីត្រប្រភេទ EcoBoost ដែលផ្ដល់នូវកម្លាំងសេសដល់ទៅ271សេសនិងកម្លាំងរមួល404 Nm ហើយប្រើប្រាស់ជាមួយនឹងប៉ុង2 all wheel drive ក៏ដូចជាប្រើប្រាស់ជាមួយនឹងប្រអប់លេខ ECVT ដែលធ្វើឲ្យការបើកបររលូននិងស្ងាត់ល្អសម្រាប់តម្លៃរថយន្ត Ford HL 2026នៅពេលនេះមានតម្លៃ$82,900ប៉ុន្តែសម្រាប់មុនការសម្ពោធមកដល់បងក៏អាចទិញបាននៅក្នុងតម្លៃត្រឹមតែ$79,900តែប៉ុណ្ណោះសូមទំនាក់ទំនងមកឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមនិងការបង់រំលោះអញ្ចឹងសម្រាប់បងណាដែលកំពុងមានតម្រូវការរថយន្តថ្មី7កៅអីដែលទំនើបស៊ីវិល័យតែមិនស៊ីសាំងច្រើនខ្ញុំសូមណែនាំរថយន្ត